រឿងកញ្ជ្រោងនិងក្រសាគ្រាមួយមានកញ្ជ្រោងមួយក្បាលឈ្មោះថាកញ្ជ្រោងឆ្លាតកញ្ជ្រោងនោះតែងតែប្រុងប្រយ័ត្ននិងឆ្លាតខ្លាំងណាស់វាមានផ្ទះមួយដ៏ធំស្កឹមស្កៃនៅក្នុងព្រៃទីនោះជាសម្បុកគ្រួសារទន្សាយដូច្នេះវាតែងតែទៅខំទន្សាយទាំងអស់នោះម្ដងមួយហើយពំយកទៅទុកនៅក្នុងផ្ទះរបស់វាដើម្បីធ្វើជាចំណីវាតែងតែយកសត្វទន្សាយទាំងនោះមកធ្វើជាម្ហូបយ៉ាងឆ្ងាញ់ហើយសត្វព្រៃផ្សេងទៀតបានសរសើរអំពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះថ្ងៃមួយកញ្ជ្រោងបានធ្វើដំណើរត្រឡប់មកវិញនៅពេលព្រឹកសំណាងអាក្រក់របស់សត្វទន្សាយក៏បានធ្វើដំណើរកាត់ទីនោះដែរកញ្ជ្រោងលុតមាត់របស់វាហើយរត់ដេញតាមពីក្រោយទន្សាយនោះទន្សាយបានរត់ដោះជីវិតពីកញ្ជ្រោងរត់ដេញតាមពីក្រោយដើម្បីចាប់វាបានខំសម្លាប់ទន្សាយនោះទៅបន្តិចក្រោយមកវាបានត្រឡប់ទៅផ្ទះរបស់វាជាមួយនឹងសត្វទន្សាយនៅក្នុងមាត់របស់វានៅតាមផ្លូវទៅផ្ទះរបស់វាមានទឹកស្ទឹងហូរកាត់ផ្លូវនោះខណៈពេលដែលកញ្ជ្រោងចូលទៅជិតស្ទឹងនោះវាបានឃើញក្រសាមួយក្បាលក្រសានោះបានកំពុងតែមុជក្នុងទឹករកចាប់ត្រីដែលប្រើចម្ពោះដ៏វែងរបស់វាកញ្ជ្រោងបានមកជិតក្រសាហើយទុកទន្សាយរបស់វានៅក្បែរក្រសាវានិយាយថាសួស្ដីលោកក្រសាខ្ញុំសង្ឃឹមថាលោកក្រសាច្បាស់ជាបានចំណីល្អថ្ងៃនេះក្រសាឆ្លើយតបវិញថាអូពិបាកណាស់កញ្ញាកញ្ជ្រោងវាហាក់ដូចជាត្រីនឹងកាន់តែឆ្លាតជាងមុនពួកវាលាក់ខ្លួនក្នុងទឹកជ្រៅភ្លាមនោះក្រសាបានក្រឡេកភ្នែកទៅរកទន្សាយដែលស្លាប់នៅក្បែរខ្លួនកញ្ជ្រោងនោះក្រឡេកមើលទៅកញ្ជ្រោងដោយក្រសែភ្នែកមុតក្រសានិយាយថាអូចាប់បានសត្វអីក៏ថត់ល្អម្លេះកញ្ជ្រោងច្បាស់ជាបានម្ហូបឆ្ងាញ់ហើយថ្ងៃនេះមិនអញ្ជើញខ្ញុំបរិភោគជាមួយផងទេកញ្ជ្រោងឆ្លាតវៃនោះក៏ដឹងភ្លាមថាក្រសាកំពុងតែគិតអ្វីដូច្នេះវាក៏សម្រេចចិត្តលេងល្បិចស្មោកគ្រោកដាក់ក្រសាវាក៏និយាយទៅក្រសានោះថាមកចូលរួមអាហារពេលល្ងាចជាមួយនឹងខ្ញុំទេល្ងាចនេះខ្ញុំសន្យាថានឹងធ្វើម្ហូបឲ្យឆ្ងាញ់ជូនសម្លាញ់ក្រសារីករាយយ៉ាងខ្លាំងនិងព្រមទទួលការអញ្ជើញយ៉ាងគួរសមពីកញ្ជ្រោងពេលល្ងាចក្រសាបានមកដល់ផ្ទះកញ្ជ្រោងពួកគេទាំងពីរបាននិយាយគ្នាលេងហើយបន្តិចក្រោយមកពួកវាក៏បានអង្គុយបរិភោគអាហារពេលល្ងាចទាំងអស់គ្នាកញ្ជ្រោងមានល្បិចច្រើនវាបានរៀបចំអាហារដាក់នៅលើចានសំប៉ែត2ចានកញ្ជ្រោងពេញចិត្តនឹងប្រើអណ្ដាតលិតម្ហូបនោះប៉ុន្តែក្រសាដល់អភ័ព្វវិញវាមិនអាចប្រើចម្ពោះរបស់វាបានទេពេលក្រសាបរិភោគម្ហូបនោះទឹកម្ហូបតែងតែធ្លាក់ចេញពីចម្ពោះរបស់វាតើក្រសាលិតទឹកម្ហូបនោះដោយប្រើចម្ពោះរបស់វាបានដោយរបៀបណាកញ្ជ្រោងសប្បាយចិត្តនឹងអាហារពេលល្ងាចនេះចំណែកក្រសាដល់ស្រេកឃ្លានវិញបានត្រឹមតែអង្គុយមើលកញ្ជ្រោងយ៉ាងស្ងៀមស្ងាត់ទៅវិញបន្ទាប់ពីបរិភោគរួចហើយកញ្ជ្រោងបានប្រើអណ្ដាតរបស់វាលិតមាត់ហើយនិយាយទាំងសើចចំអកដាក់ក្រសាថាម្ហូបនេះពិតជាឆ្ងាញ់មែនទេលោកក្រសាក្រសាធុញថប់ក៏ប៉ុន្តែវាមិនអាចបង្ហាញពីអារម្មណ៍របស់វាឲ្យកញ្ជ្រោងដឹងដោយសារល្បិចរបស់កញ្ជ្រោងនោះទេតើក្រសានោះអាចធ្វើអ្វីកើតក្រសាបង្ហាញទឹកមុខរីករាយព្រមទាំងឆ្លើយតបថាបាទម្ហូបនឹងពិតជាឆ្ងាញ់វាឆ្ងាញ់មែនទែនហើយវាជាម្ហូបដ៏ឆ្ងាញ់អស្ចារ្យខ្ញុំពិតជាអរគុណចំពោះម្ហូបនេះណាស់ខ្ញុំសូមនិយាយថាអ្នកមិនគ្រាន់តែជាអ្នកទទួលភ្ញៀវដ៏ល្អទេតែថែមទាំងជាអ្នកចម្អិនម្ហូបដ៏ស្ទាត់ជំនាញទៀតផងក្រោយមកក្រសាក៏បានចាក់ចេញពីផ្ទះរបស់កញ្ជ្រោងត្រឡប់ទៅផ្ទះរបស់ខ្លួនវិញគ្រួសារក្រសាបានគិតពីកញ្ជ្រោង
ក្រសាបានគិតពីគម្រោងការរបស់វាដើម្បីលេងល្បែងដូចគ្នាដាក់កញ្ជ្រោងវិញដែរក្រសាក៏បាននិយាយថាកញ្ជ្រោងបើមិនយល់ទាស់ទេខ្ញុំសូមអញ្ជើញអ្នកទៅផ្ទះខ្ញុំហើយបរិភោគអាហារពេលល្ងាចជាមួយខ្ញុំសូមសន្យាថាខ្ញុំនឹងធ្វើម្ហូបជូនអ្នកឲ្យឆ្ងាញ់ដោយម្ហូបដែលអ្នកបានធ្វើឲ្យខ្ញុំដែរកញ្ជ្រោងសប្បាយចិត្តនឹងព្រមទទួលការអញ្ជើញពីក្រសាវិញក្រសាគិតថាបរិភោគអាហារពេលល្ងាចជាមួយក្រសាកញ្ជ្រោងគិតថាបរិភោគអាហារពេលល្ងាចជាមួយក្រសាវាជាការគួរសមទៅវិញទៅមកដូច្នេះហើយកញ្ជ្រោងក៏យល់ព្រមទទួលការអញ្ជើញពីក្រសាយ៉ាងលឿនថ្ងៃបន្ទាប់មកទៀតកញ្ជ្រោងបានទៅដល់ផ្ទះក្រសាបានទទួលស្វាគមន៍កញ្ជ្រោងយ៉ាងកក់ក្ដៅក្រសាបានឲ្យកញ្ជ្រោងអង្គុយយ៉ាងស្រួលហើយពួកគេទាំងពីរនាក់បាននិយាយគ្នាលេងអស់មួយសន្ទុះបន្តិចក្រោយមកក្រសាបានក្រោកឈរហើយនិយាយថាវាយឺតពេលបន្តិចហើយតើយើងចាប់ផ្ដើមបរិភោគអាហារយើងសម្លាញ់កញ្ជ្រោងដូចជាឃ្លានហើយមើលទៅកញ្ជ្រោងងក់ក្បាលហើយក្រសាបានរៀបចំម្ហូបដែលមានក្លិនឈ្ងុយឆ្ងាញ់ដាក់នៅក្នុងក្រឡក៏វែងពីក្រសាបានសំទុះកញ្ជ្រោងដែលមិនមានចានសំប៉ែតនៅទីរបស់វាហើយក៏ស្នើសុំកញ្ជ្រោងបរិភោគដោយខ្លួនវាក្រសាបានដាក់ចំពុះដ៏វែងរបស់វាចូលទៅក្នុងក្រឡនោះហើយបរិភោគម្ហូបយ៉ាងរីករាយក្នុងក្រឡនោះម្ហូបដ៏ឆ្ងាញ់ដែលធ្វើអំពីត្រីតែកញ្ជ្រោងវិញមិនអាចបរិភោគអ្វីតទៅសោះវាគ្មានចំពុះវែងដោយក្រសានោះទេដូច្នេះកញ្ជ្រោងបានត្រឹមតែសម្លឹងមើលទៅក្រឡនោះតែប៉ុណ្ណោះនៅពេលក្រសាបរិភោគអាហារពេលល្ងាចរួចវាបានមើលទៅទឹកមុខកញ្ជ្រោងហើយនិយាយថាតើអ្នកមើលទៅអាហារពេលល្ងាចនេះយ៉ាងម៉េចដែរវាពិតជាឆ្ងាញ់ណាស់មែនទេកញ្ជ្រោងនោះមិនបានឆ្លើយតបអ្វីទាំងអស់ក្រសាបាននិយាយទៅកាន់កញ្ជ្រោងនោះថាតើអ្នកគិតថាមានតែអ្នកទេឬដែលចេះលេងល្បិចបែបនោះប៉ុន្តែថ្ងៃនេះអ្នកយល់ច្បាស់ហើយពីបញ្ហានេះខ្ញុំសង្ឃឹមថាអ្នកច្បាស់ជាបានរៀនសូត្រមេរៀនដ៏មានប្រយោជន៍មួយនេះហើយឈប់ធ្វើកំហុសចាំមកសៀតបែបនេះទៅកាន់អ្នកដទៃទៀតនៅថ្ងៃអនាគតគតិអប់រំបើអ្នកធ្វើដាក់គេបែបណាគេនឹងធ្វើដាក់អ្នកវិញបែបនោះដែរ